បើសិនជាសាល់ម៉ុនហើយត្រោតដូចគ្នាហេតុអីក៏អ្នកលក់តែត្រោតអត់លក់សាល់ម៉ុនចម្លើយនោះគឺចាយើងទទួលទានឆៅទៅព្រូនបាក់តេរីតិនញ៉ាអីហ្នឹងគឺវាអាចជ្រាបចូលទៅក្នុងកាពះពោះវៀននិងសរសៃឈាមឬក៏ចូលដល់ខួរក្បាលយើងក៏មានដែរចាថ្ងៃនេះខ្ញុំសូមចែករំលែកអំពីចំណេះដឹងទាក់ទងនឹងសាល់ម៉ុននិងត្រោតដែលខ្ញុំបានស្រាវជ្រាវហើយមានឯកសារយោងមួយចំនួនខ្ញុំនឹងដាក់នៅលើវីដេអូនេះទី1សូមលើកឡើងអំពីការរស់នៅនិងការកកើតនៃសត្វត្រីត្រោតនិងត្រីសាល់ម៉ុនត្រីសាល់ម៉ុននិងត្រីត្រោតគឺក៏កើតនៅក្នុងទឹកសាបដូចគ្នាចាក៏កើតនៅក្នុងទឹកសាបដូចគ្នាតែខុសគ្នាត្រង់ថាត្រីសាល់ម៉ុននៅពេលដែលមានការកកើតហើយលូតលាស់គឺវានឹងហែលទៅរស់នៅក្នុងទឹកសមុទ្រឬក៏ទឹកប្រៃចាចំណែកត្រីត្រោតវិញគឺវារស់នៅក្នុងទឹកសាបអាចជាបឹងជាទន្លេជាព្រែកអីអញ្ចឹងទៅចាអញ្ចឹងដោយសារតែការរស់នៅក្នុងទឹកសាបនិងទឹកប្រៃនឹងហើយធ្វើឲ្យសារធាតុចិញ្ចឹមរបស់វាមួយចំនួនគឺក៏អត់ដូចគ្នាដែរត្រីដែលរស់នៅក្នុងទឹកសាបមានសារធាតុចិញ្ចឹមទាបជាងត្រីដែលរស់នៅក្នុងទឹកប្រៃអញ្ចឹងត្រោតនិងសាល់ម៉ុនមានសារធាតុចិញ្ចឹមដូចគ្នាដូចជាកាឡូរីអូមេហ្គា3ប្រូតេអ៊ីនហើយនិងសារធាតុចិញ្ចឹមផ្សេងៗទៀតអញ្ចឹងសារធាតុចិញ្ចឹមបែបនេះគឺនៅក្នុងសាល់ម៉ុនមានខ្ពស់ជាងនៅក្នុងត្រោតជាពិសេសគឺអូមេហ្គា3អូមេហ្គា3ជួយដល់បេះដូងជួយដល់ខួរក្បាលជួយដល់ភ្នែកនិងប្រព័ន្ធការពារស៊ាំនៃរាងកាយច្រើនទៀតចាអញ្ចឹងក្នុងសាល់ម៉ុនគឺមានខ្ពស់ជាងខ្លាំងមែនតើហើយចំណែកនៅក្នុងត្រោតគឺវាទាបជាងចាលើសពីសារធាតុចិញ្ចឹមតកតងនឹងរសជាតិហើយនឹង texture រសជាតិហើយនឹង texture សាល់ម៉ុនក៏ឆ្ងាញ់ជាងត្រោតដែរចាសាល់ម៉ុនមានជាតិទន់ផ្អែមល្មួតខ្ទិះប៊ឺឆ្ងាញ់ជាងត្រោតនៅពេលដែលត្រោតក៏ដូចគ្នាអញ្ចឹងដែរប៉ុន្តែលក្ខណៈខុសគ្នានោះគឺត្រង់ថាវាមាន texture មានអត្តស័យសហ្នឹងណាវារៀងស្វិតជាងសាល់ម៉ុនបន្តិចចាហើយចំពោះលក្ខណៈពណ៌នៃសាច់ហ្នឹងគឺវាពណ៌ទឹកក្រូចស្រស់ជាងសាល់ម៉ុនរៀងស្លេកជាងតិចតួចប៉ុន្តែសារធាតុចិញ្ចឹមរបស់សាល់ម៉ុនគឺល្អជាងចាហើយមួយទៀតទៅលើលក្ខណៈនៃការរស់នៅនឹងឯងលក្ខណៈនៃការរស់នៅដោយសារតែត្រោតរស់នៅក្នុងទឹកសាបហើយសាល់ម៉ុនរស់នៅក្នុងទឹកប្រៃអញ្ចឹងក៏វាបង្កជាផលប៉ះពាល់ខ្លះដែរក្នុងការទទួលទានត្រោតព្រោះត្រោតជាសត្វទឹកសាបអញ្ចឹងបើសិនជាយើងទទួលទាននៅពេលដែលវាឆៅចាយើងដឹងហើយត្រីទឹកសាបឬក៏ខ្យងខ្ចៅអីផ្សេងៗទៀតដែលរស់នៅក្នុងទឹកសាបវិជ្ជបណ្ឌិតគាត់អត់ណែនាំឲ្យយើងទទួលទានឆៅទេព្រោះវាមានឱកាសឆ្លងតេនញ៉ាព្រូនទំពក់ព្រូនអីផ្សេងៗទៀតនឹងខ្ពស់ក្នុងទឹកសាបគឺមានព្រូនមានតេនញ៉ាមានបាក់តេរីនឹងច្រើនខ្លាំងអញ្ចឹងវាអាចឆ្លងចូលទៅក្នុងសាច់ត្រីឬសាច់សត្វដែលរស់នៅក្នុងទឹកសាបហ្នឹងហើយពេលយើងទទួលទានឆៅទៅព្រូនបាក់តេរីតេនញ៉ាអីហ្នឹងគឺវាអាចជ្រាបចូលទៅក្នុងកាពះពោះវៀននិងសរសៃឈាមឬក៏ចូលដល់ខួរក្បាលយើងក៏មានដែរចាហើយអញ្ចឹងវាអាចបង្កផលប៉ះពាល់ច្រើនខ្លាំងមែនទែនដូចជាការរាកក្អួតហ្នឹងគ្រាន់តែសាមញ្ញណាប៉ុន្តែបើសិនជាព្រូនតេនញ៉ាអីហ្នឹងវាជ្រាបចូលទៅក្នុងសរសៃឈាមឬក្នុងខួរក្បាលវាបង្កជាមេរោគជាជំងឺធ្ងន់ធ្ងរខ្លាំងដល់យើងដូចដែលយើងបានធ្លាប់ឃើញនៅក្នុងសារព័ត៌មានមួយចំនួនហ្នឹងខ្ញុំសម្បើកវងកញ្ចក់បន្តិចនៅប្រទេសចិនមាននារីម្នាក់គាត់ចូលចិត្តញ៉ាំឆៅហើយនៅក្នុងខួរក្បាលគាត់គឺមានព្រូនចាហើយអញ្ចឹងគាត់ឈឺជំងឺធ្ងន់រហូតដល់វះកាត់ហើយសឹងថាមិនរួចជីវិតអញ្ចឹងការញ៉ាំអាហារឆៅដែលជាប្រភេទត្រីទឹកសាបឬក៏ជាប្រភេទដែលពេទ្យមិនណែនាំហ្នឹងគឺអត់គួរទទួលទានទេព្រោះឱកាសឆ្លងជំងឺអស់ហ្នឹងវាខ្ពស់ចាហើយសម្រាប់ត្រីទឹកប្រៃឬក៏សត្វទឹកប្រៃវិញការញ៉ាំឆៅគឺវាសុវត្ថិភាពខ្ពស់ជាងត្រីទឹកសាបអញ្ចឹងសាល់ម៉ុនអាចញ៉ាំឆៅបានដោយសុវត្ថិភាពប៉ុន្តែពេទ្យក៏និយាយថាមិនមែនសុវត្ថិភាព 100% ដែរព្រោះថាគ្រាន់តែឱកាសនៃការឆ្លងព្រូនឬក៏តេនញ៉ាទាបមែនប៉ុន្តែមិនមែនមានន័យថាមិនឆ្លងទេអញ្ចឹងបើសិនជាយើងចង់ញ៉ាំសាល់ម៉ុនឆៅគួរតែជ្រើសរើសយកសាល់ម៉ុនដែលមកពីអាត្លង់តិកឬក៏ណ័រវេព្រោះថានៅតំបន់នោះជាតំបន់ត្រជាក់អញ្ចឹងតំបន់ដែលត្រជាក់ខ្លាំងមានការបង្កករហូតដល់ពេលខ្លះដល់ដក14ដក80អង្សាក៏មានដែរអញ្ចឹងធ្វើឲ្យឱកាសនៃការរស់រាននៃព្រូនតេនញ៉ាហ្នឹងគឺវាអត់មានសឹងអាសូនណាចាអញ្ចឹងបើញ៉ាំសាល់ម៉ុនឆៅពីខាងនោះគឺសុវត្ថិភាពសឹងថា 100% ចាហើយបើសិនជាបងប្អូនចង់សុវត្ថិភាពតែម្ដងគឺទាំងត្រោតទាំងសាល់ម៉ុនគឺបងប្អូនទទួលទានឆ្អិនចាការទទួលទានឆ្អិនក៏មិនធ្វើឲ្យបាត់បង់សារធាតុចិញ្ចឹមទេគ្រាន់តែរសជាតិវាទៅតាមនឹងចាអញ្ចឹងចាហើយមួយវិញទៀតចុះហេតុអីសារធាតុចិញ្ចឹមស្រដៀងគ្នាសោះរូបរាងក៏ស្រដៀងគ្នាដែរហេតុអីបានជាអ្នកលក់ក៏លក់តែត្រោតក៏លក់សាល់ម៉ុនភាពខុសគ្នាអត់ប្របាអីបងប្អូនរបស់មួយដែលនាំចូលមកធូរថ្លៃហើយលក់ក្នុងតម្លៃខ្ពស់និងរបស់មួយដែលនាំចូលមកតម្លៃខ្ពស់ហើយលក់ក្នុងតម្លៃខ្ពស់តើមួយណាចំណេញច្រើនជាងគេច្បាស់ជាយកដល់របស់ដែលមានតម្លៃធូរថ្លៃយកទៅលក់ក្នុងតម្លៃខ្ពស់ហើយវាចំណេញច្រើនជាងអញ្ចឹងគុណសម្បត្តិសម្រាប់អ្នកលក់គឺវាខ្ពស់ជាងគុណសម្បត្តិសម្រាប់អ្នកហូបចាដូចយើងជាអ្នកហូបអញ្ចឹងយើងអត់មានបានផលប្រយោជន៍អីពីការទទួលទានរបស់ធូរថ្លៃនឹងសោះប៉ុន្តែយើងត្រូវចំណាយខ្ពស់ដដែលចាអញ្ចឹងគុណវិបត្តិមកយើងនឹងគឺវាខ្ពស់ជាងហើយសម្រាប់អ្នកដែលទទួលទានត្រោតដែលយល់ថាជាសាល់ម៉ុនកាលពីមុនណាខ្ញុំ
ខ្ញុំសូមណែនាំថាអានេះជាមតិយោបល់ទស្សនៈផ្ទាល់ខ្លួនសម្រាប់អ្នកញ៉ាំដូចគ្នាណាដើម្បីការពារសុខភាពសុវត្ថិភាពរបស់ខ្លួនឯងបើសិនជាបងប្អូនបានទទួលទានត្រោតហើយយល់ថាជាសាម៉ុនណាបងគួរតែទៅបញ្ចុះព្រូនចាគួរតែទៅបញ្ចុះព្រូនឲ្យបាន3ខែទៅ6ខែម្ដងហើយបើសិនជាអត់បានបញ្ចុះពីមុនមកទេទៅបញ្ចុះឥឡូវទៅបងប្អូនហើយទៅពិនិត្យឈាមចាទៅពិនិត្យឈាមជៀសវាងមានការយឺតយ៉ាវព្រោះនិយាយបែបនេះមិនមែនថាបន្លាចបងប្អូនទេណាប៉ុន្តែឧទាហរណ៍ថាបងប្អូនទទួលទានត្រោតទៅហើយត្រោតនោះវាមានព្រូនមានបាក់តេរីមានតេនញ៉ាអីចឹងទៅអញ្ចឹងវាជ្រាបចូលសរសៃឈាមបងប្អូនហើយអញ្ចឹងកុំឲ្យវាយឺតពេលតន់បងប្អូនទៅពិនិត្យឈាមទៅថាមានអីអស់នឹងអត់អញ្ចឹងដើម្បីការពារសុខភាពខ្លួនឯងទេហើយដើម្បីបើសិនជាមានរឿងរ៉ាវអីកើតឡើងក៏យើងបានពិនិត្យទាន់ពេលវេលាដែរការទៅពិនិត្យឈាមឥឡូវហ្នឹងឬក៏ការទៅបញ្ចុះព្រូនវាអស់លុយតិចទេប៉ុន្តែបើសិនជាផ្ទុះចេញជាជំងឺហើយពេលយើងទៅព្យាបាលគឺអស់លុយច្រើនខ្លាំងមែនតែនហើយខាតពេលវេលាយើងទៀតខ្ញុំសូមលើកឡើងតែប៉ុណ្្នឹងពីគុណសម្បត្តិនិងគុណវិបត្តិចំពោះអ្នកលក់និងអ្នកញ៉ាំអញ្ចឹងអ្នកញ៉ាំបើសិនជាបងប្អូនចង់ទទួលទានអាហារឆៅចាសូមបងប្អូនរកប្រភពឲ្យបានត្រឹមត្រូវសាល់ម៉ុនគឺជាសាល់ម៉ុនពិតប្រាកដដែលជាត្រីទឹកប្រៃមកពីណ័រវេសឬក៏អាត្លង់តិកតែបើសិនជាបងប្អូនបានទិញមកចំត្រោតទៅហើយគួរតែចម្អិនឲ្យឆ្អិនល្អសម្រាប់ទទួលទានព្រោះការចម្អិនឲ្យឆ្អិនល្អសម្រាប់ទទួលទានហ្នឹងវាអត់ធ្វើឲ្យបាត់បង់សារធាតុចិញ្ចឹមទេប៉ុន្តែវាការពារហានិភ័យផ្សេងៗដែលកើតឡើងក្រោយពេលការទទួលទានចាអញ្ចឹងសម្រាប់ខ្ញុំគឺមានប៉ុណ្ណឹងហើយការផ្ដល់មតិយោបល់នេះគឺមិនមែនដោយសារតែខ្ញុំជាវិជ្ជបណ្ឌិតឬក៏ជាអ្នកចេះដឹងមកពីណាអីទេគ្រាន់តែជាការផ្ដល់យោបល់សម្រាប់ពីអ្នកហូបដូចគ្នាហើយជាអ្នកដែលស្រឡាញ់សុខភាពដូចគ្នាចាអរគុណបងប្អូនអញ្ចឹងខ្ញុំមានប៉ុណ្ណឹងបាយបាយ